ពីគាត់អត់តន់ចូលដល់សាលានេះគឺគាត់អត់សូវចេះនិយាយហើយគាត់មានភាពក្លាហានដែលដល់ពេលគាត់បានចូលមករៀននៅសាលានេះគាត់មានភាពក្លាហានក្នុងការនិយាយស្ដីគាត់និយាយបានច្រើនចាជំរាបសួរខ្ញុំឈ្មោះអូនសុគៀងទៅជាម៉ាក់រតនាវិជ្ជការគាត់រៀននៅថ្នាក់ទី2បងស្គាល់សាលាវិទ្យាអន្តរជាតិនេះតាមណាដែរបងចាខ្ញុំស្គាល់សាលាវិទ្យានេះតាមការផ្សព្វផ្សាយតាមរយៈ Facebook ហេតុផលអីមិនបងសម្រេចចិត្តដាក់កូននៅសាលាវិទ្យាអន្តរជាតិនេះដោយសារឃើញសាលានេះគាត់បរៀនមកយកចិត្តទុកដាក់មានគ្រូបរទេសមានអីគាត់យកចិត្តទុកដាក់ច្រើនពោលបរិយាកាសវិញគឺធំទលាយមានកន្លែងគាត់លេងអីធំទលាយចឹងបងគាត់ថាមុននឹងក្រោយគាត់ចូលរៀននៅសាលាវិទ្យាអន្តរជាតិនេះគាត់ប្រែប្រួលមួយខ្លះដែរបងចាចំពោះអារម្មណ៍ខ្ញុំពេលដែលគាត់បានចូលសាលាគឺខ្ញុំសប្បាយចិត្តព្រោះឃើញការរីកចម្រើនរបស់គាត់បានច្រើនការពីគាត់អត់តន់ចូលដល់សាលានេះគឺគាត់អត់សូវចេះនិយាយហើយគាត់មានភាពក្លាហានដែលដល់ពេលគាត់បានចូលមករៀននៅសាលានេះគាត់មានភាពក្លាហានក្នុងការនិយាយស្ដីគាត់និយាយបានច្រើនគាត់ស្ដាប់បានច្រើនដាក់គាត់ចូល2ឆ្នាំហើយណាគ្រូគាត់ប្រែប្រួលច្រើនគាត់ចេះគោរពចាស់ទុំស្ដាប់ចាស់ទុំចុះចំពោះតម្លៃសិក្សាហើយនិងលក្ខខណ្ឌបង់ប្រាក់នៅសាលាវិទ្យាអន្តរជាតិនេះបងយល់ឃើញមិនដែរចាខ្ញុំគិតថាការបង់ប្រាក់គឺមានភាពងាយស្រួលគាត់មានឲ្យខ្ញុំជ្រើសរើសបានច្រើនមានជាបង់ជាប្រចាំឆ្នាំឬឆមាននឹងជាប្រចាំខែខ្ញុំគិតថាតម្លៃសិក្សានេះសមរម្យខ្ញុំអាចទទួលយកបានចាខ្ញុំចង់ណែនាំបន្តឥឡូវខ្ញុំពងចង់យកក្មួយមក2នាក់3នាក់មករៀននៅសាលានេះទៀតចាជាកងក្រោយខ្ញុំសូមអរគុណលោកគ្រូអ្នកគ្រូដែលបានយកចិត្តទុកដាក់ចំពោះការសិក្សារបស់កូនខ្ញុំកន្លងមករយៈពេល2ឆ្នាំនេះ